បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានព័ត៌មានមួយចែកជូនដល់បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ Telegram សូមឲ្យបងប្អូនមេត្តាប្រុងប្រយ័ត្នបាទចំពោះជនមួយចំនួនដែលគាត់ឆ្លៀតឱកាសគាត់ចង់បាននៅទិន្នន័យរបស់យើងយកទៅធ្វើការ hack account Telegram របស់យើងដូចជាជាក់ស្ដែងកាលពីល្ងាចមិញខ្ញុំបានទទួលនៅសារមួយពីឈ្មោះនេះបាទ Telegram បាទគេសេមកដាក់ Telegram ប៉ុន្តែបងប្អូនសូមពិនិត្យមើលណា Telegram សរសេរអក្សរអត់ត្រូវទេបាទអញ្ចឹងសូមបងប្អូនមើលមែនតើបាទហើយសារនេះគឺបានផ្ញើមកខ្ញុំពីល្ងាចមិញហើយខ្ញុំបើកមើលទៅវាមានដាក់រយៈពេល6ម៉ោងបាទគេសរសេរក្នុងហ្នឹងបាទបងប្អូនឃើញដាក់សេចក្តីជូនដំណឹងសុវត្ថិភាពប្រព័ន្ធករណីរបស់អ្នកមានហានិភ័យសូមបញ្ជាក់លេខទូរស័ព្ទរបស់អ្នកក្នុងរយៈពេល6ម៉ោងសូមចុចលើរូប profile ផ្លូវការខាងក្រោមដើម្បីបញ្ជាក់បន្ទាប់ពីការបញ្ជាក់ករណីរបស់អ្នកនឹងមិនត្រូវបានប៉ះពាល់ទេបាទអញ្ចឹងសូមបងប្អូនឃើញសារបែបនេះហើយសូមកុំចុចអា link ខាងក្រោមនេះបាទសូមកុំចុចតំណែងឲ្យសោះណាបាទពីព្រោះវាចង់បាននៅទិន្នន័យរបស់យើងបាទអញ្ចឹងអានេះជាជនឆោបោកមួយចំនួនដែលគាត់ចង់បាននៅទិន្នន័យរបស់យើងដើម្បី hack ចូល account Telegram របស់យើងបាទអញ្ចឹងនេះជាសារមួយសម្រាប់ចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ Telegram សូមមេត្តាប្រុងប្រយ័ត្នពេលឃើញសារបែបនេះជាធម្មតាក្រុមហ៊ុន Telegram គាត់ផ្ញើមកខ្ញុំរាល់ដងគឺនេះណា Telegram New គឺដាក់មកអញ្ចេះបែបនេះបងប្អូនឃើញបាទខុសគ្នាណារាល់ដងក្រុមហ៊ុន Telegram ផ្ញើមកគឺបែបនេះគឺអត់មានដូចអញ្ចឹងទេហើយលើកនេះផ្ញើមកតែជា Telegram សរសេរឈ្មោះខុសទៅវិញបងប្អូនសូមមេត្តាជួយពិនិត្យហើយសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាបាទសូមចែកម្លែកនៅព័ត៌មាននេះទៅដល់អ្នកផ្សេងដែលគាត់អត់ទាន់បានដឹងអត់ទាន់បានជួបប្រទះឲ្យគាត់បានដឹងទាំងអស់គ្នាអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្ណេះសម្រាប់ចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាបាទសង្ឃឹមថាបងប្អូនប្រើប្រាស់ Telegram ដោយមានការប្រុងប្រយ័ត្នពោះបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ